ការបន្ទាបខ្លួនចុះពុំមែនជាការបោះបង់អាសាបង់នោះឡើយគឺជាការប្រឡែងបុគ្គលតូចនិងយាងអំណាចខ្ពស់ជាងអំណាចព្រះជាម្ចាស់ចុះមកដឹកនាំបង្ហាញផ្លូវជីវិតក្នុងព្រះពុទ្ធសាសនាហិនយានរបស់ខ្មែរយើងក៏មានប្រើវិធីសាស្ត្រទម្លាក់បុគ្គលដោយយកព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកធម្មមាំងពុទ្ធាំងសារណង្ឃគច្ឆាមិពោលគឺពុំមែនយកព្រះពុទ្ធជាទីពឹងជាជំរកត្រឹមតែប្រាជ្ញាឆ្វែងយល់តាមខួរក្បាលប៉ុណ្ណោះឡើយតែយកបារមីលោកជាទីពឹងសម្រាប់ទម្លាក់បុគ្គលនេះឯងជាការប្រើច្បាប់ប្រលឹងវិញ្ញាណជីវិតមានការធានារ៉ាប់រងស្រេចស្រាប់ទៅហើយតែយើងតែងប្រយុទ្ធតទល់នឹងជីវិតនោះនឹងកើតទុក្ខឈឺចាប់តែបើយើងបែរប្រឡែងឲ្យជីវិតគេចាត់ចែងគេសម្រួលដោយខ្លួនគេពេលនោះយើងបែរទៅជាអស់សំណើចលើភាពកម្រោលរបស់ខ្លួនយើងលើគំនិតដែលតែងតែតម្រូវឲ្យធ្វើយ៉ាងនេះឬធ្វើយ៉ាងនោះពីមុនមកបើអ្នកចង់រួចរំដោះសូមត្រៀមខ្លួនទម្លាក់ពិភពទាំងមូលរបស់អ្នកដោយពុំស្រណោះនៅពេលបាត់បង់ពិភពបុគ្គលរបស់អ្នកជំពូកទី21ដកស្រង់ពីសៀវភៅព្រលឹងវិញ្ញាណការបន្ទាបខ្លួនការទម្លាក់កាយចិត្តចុះការប្រឡែងការបន្ទាបខ្លួនឲ្យតូចទៅមានន័យថាខ្ញុំតូចត្រូវបន្ទាបខ្លួនខ្ញុំតូចคล้ายជាតូចទៅរហូតទៅជាទទេសូន្យសុងប្រឡែងខ្ញុំតូចប្រឡែងបុគ្គលខឹងប្រឡែងបុគ្គលគិតច្រើនបុគ្គលគំនុំបុគ្គលព្រួយហើយទៅផុតពីកាយនិងចិត្តហើយคล้ายទៅជាតែមួយជាមួយខ្ញុំធំរលាចូលជាសាច់មួយជាមួយនឹងខ្ញុំធំមនុស្សក្នុងលោកសម្ភារៈយើងនេះច្រើនយល់ថាពាក្យបន្ទាបខ្លួនការប្រឡែងបុគ្គលទម្លាក់កាយចិត្តប្រឡែងឈប់ធ្វើអ្វីទាំងអស់នោះបង្ហាញនៅភាពទន់ខ្សោយទន់ជ្រាយកំសាកអសកម្មរបស់មនុស្សចំពោះហេតុការណ៍ជីវិតប៉ុន្តែសូមបញ្ជាក់ថាពាក្យទាំងអស់នេះប្រើបានក្នុងអត្ថន័យព្រលឹងវិញ្ញាណម៉ាក្រូធម្មជាតិការបដិបត្តិធម៌ដែលជាផ្លូវរំដោះចិត្តមនុស្សកើតទុក្ខរាប់ពាន់ម៉ឺនសែនជំពូកព្រោះជាប់កុនក្នុងតួបុគ្គលបុរសម្នាក់មានផែនការកសាងអនាគតគ្រួសារឲ្យបានរុងរឿងសម្បូរសប្បាយធូរធារមានមុខមានមាត់ក្នុងសង្គមដោយបៀមប្រកាន់ភ្ជាប់នៅបំណងនោះគេប្រឹងប្រែងអស់លទ្ធភាពដើម្បីឲ្យសម្រេចពេលនេះតួបុគ្គលអ្នកប្រឹងអ្នកប្រាថ្នារីកធំឡើងគេមានវិធានការគ្រប់គ្រងអ្វីទាំងអស់គេប្រតិកម្មជាអវិជ្ជមានរំពឹងទុកលទ្ធផលត្រូវតែបានដូចនេះឬដូចនោះគេភ័យខ្លាចព្រួយបារម្ភព្រឺព្រួចខកចិត្តកំហឹងច្រណែនតឹងតែងក្នុងចិត្តនិងរូបកាយជីវិតរបស់គេរួមតូចចង្អៀតណែនក្នុងធម្មពលអវិជ្ជមានពុំពុះពោខួរក្បាលជាប់ពាំងប្រាជ្ញាស្អប់គិតអ្វីតែមួយជ្រុងពុំមានទស្សនវិស័យទូលាយករណីនេះ
ប្រៀបបីដូចជាមនុស្សសាងសង់កំផែងបិទជិតធម្មជាតិពុំអាចហូរឆ្លងកាត់បានឡើយមនុស្សបែបនេះរស់នៅជាបុគ្គលអញជួនបានផលខ្លះដែរតែក្នុងភាពតានតឹងជាទូទៅមនុស្សបែបនេះពុំអាចបានទៅដល់ផលសម្រេចដោយបំណងតែងជួបនឹងបរាជ័យបន្តបន្ទាប់តើបដិបត្តិដោយម្ដេចឲ្យគោលដៅសម្រេចផងហើយជីវិតធូរស្រាលសប្បាយរីករាយដើរយ៉ាងរំភើយផងគឺត្រូវមានបំណងប្រាថ្នាផងនិងប្រឡែងបំណងប្រាថ្នាផងប្រឡែងបំណងប្រាថ្នាទម្លាក់អ្នកបងអ្នកប្រាថ្នាចោលតើធ្វើដោយម្ដេចទៅមានវិធីសាស្ត្រ3យ៉ាងជាគោលដូចតទៅ1ទម្លាក់ខ្លួនទៅនឹងបច្ចុប្បន្នគេពុំផ្ដោតទៅលើលទ្ធផលចុងក្រោយទេបច្ចុប្បន្នពុំមានអតីតកាលពុំមានអនាគតបច្ចុប្បន្នជាការមានសតិដឹងគ្រប់ជំហានគេទៅផុតពីបុគ្គលភ័យខ្លាចព្រួយបារម្ភតប់ប្រមល់ចង្អៀតចង្អល់ហើយពិសេសបំផុតនោះគេមានសតិដឹងមានន័យថាគេតាំងនៅក្នុងលំហសតិដឹងលំហទូលំទូលាយជាសក្តានុពលផលិតកម្មសក្តានុពលកែច្នៃខួរក្បាលដើរពេញលេញពុំត្រូវជាប់គាំងឡើយទី2ឈរជាសច្ចធម៌ការដើរតួជាមនុស្សពិតជាខ្ញុំធំជាប្រធានច្បាប់សកលច្បាប់ប្រធាននឹងកម្មច្បាប់ទី1ប្រធានតែមួយកម្មច្រើនច្បាប់ទី2ប្រធាននឹងកម្មជារបស់ពីរផ្សេងគ្នានឹងដាច់ពីគ្នាជនណាយល់ច្បាស់នឹងបដិបត្តិច្បាប់សកលបានពិតប្រាកដគេនឹងរួចរំដោះផុតពីបុគ្គលទាំងស្រុងផុតពីបុគ្គលភ័យខ្លាចបុគ្គលព្រួយបារម្ភគេឈរមើលកាយនិងចិត្តប្រព្រឹត្តទៅយ៉ាងរំភើយដោយពុំទទួលរងព្យុះជីវិតច្បាប់ទី3ប្រធានពុំអាចមើលឃើញខ្លួនឯងដូច្នេះអ្នកមើលឃើញអ្វីៗទាំងអស់មើលឃើញរូបកាយមើលឃើញគំនិតអារម្មណ៍កំហឹងភ័យព្រួយមនុស្សពិតប្រាកដគឺអ្នកឈរមើលនេះឯងវិធីទី3ទម្លាក់កាយចិត្តទម្លាក់បុគ្គលតូចបូជាថ្វាយព្រះអាទិទេពវិធីសាស្ត្រទាំងពីរខាងលើសុទ្ធតែត្រូវការព្យាយាមប្រឹងប្រែងពីបុគ្គលតូចនេះវិធីសាស្ត្រទី3បូជាថ្វាយព្រះអាទិទេពគឺសុំជំនួយពីព្រះជាម្ចាស់មនុស្សទំនើបជាន់ខ្ពស់គេមើលឃើញច្បាស់ថារូបគេជាធម្មជាតិទាំងមូលនេះឯងកាយខួរក្បាលគំនិតអារម្មណ៍ចិត្តសុទ្ធតែជាផ្នែកនៃធម្មជាតិទាំងអស់គេមានជំនឿលើអំណាចនៃធម្មជាតិនៃប្រាជ្ញាធម្មជាតិទាំងមូលនៃប្រាជ្ញាចក្រវាឡនៃប្រាជ្ញាអាទិទេពធម្មជាតិនិងព្រះអាទិទេពមានន័យដូចគ្នាក្នុងព្រះពុទ្ធសាសនាហិនយានរបស់ខ្មែរយើងក៏មានប្រើការទម្លាក់បុគ្គលដោយយកព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកក្នុងនាមជាអ្នកបដិបត្តិសិក្សាវិជ្ជាព្រលឹងវិញ្ញាណខ្ញុំសូមជ្រះថ្លាបូជាថ្វាយនៅរាល់ចំណេះដឹងនៅរាល់បទពិសោធន៍នៅរាល់ការបដិបត្តិទាំងឡាយទាំងពួងជូនទៅដល់ថ្វាយទៅដល់ព្រះជាម្ចាស់និងគុណលោកគ្រូម៉ៅច័ន្ទសំណុំសូមអរព្រះគុណព្រះជាម្ចាស់និងសូមព្រះជាម្ចាស់ប្រទានពរដល់អ្នកទាំងឡាយដល់លោកគ្រូដល់កូននិងបរិស័ទរបស់ទ្រង់សូមឲ្យបានប្រកបដោយក្តីសុខសុវត្ថិភាពជីវិតរុងរឿងរីកចម្រើនបានជួបនឹងព្រះធម៌
បានជួបនឹងវិធីសាស្ត្រដើម្បីជួយឲ្យជីវិតរួចរំដោះសាធុសាធុ